ក្រុមប្រឹក្សាសន្តិសុខអង្គការសហប្រជាជាតិគាំទ្រផែនការរបស់លោក Trump សម្រាប់តំបន់ហ្គាហ្សាក្រុមប្រឹក្សាសន្តិសុខអង្គការសហប្រជាជាតិបានបោះឆ្នោតគាំទ្រសេចក្តីសម្រេចដែលព្រៀងដោយសហរដ្ឋអាមេរិកដែលគាំទ្រផែនការ20ចំណុចរបស់ប្រធានាធិបតីសហរដ្ឋអាមេរិកលោក Donald Trump សម្រាប់តំបន់ហ្គាហ្សារួមបញ្ចូលនៅក្នុងផែនការនេះគឺការបង្កើតកងកម្លាំងស្ថិរភាពអន្តរជាតិដែលសហរដ្ឋអាមេរិកនិយាយថាប្រទេសជាច្រើនដែលមិនបញ្ចេញឈ្មោះបានស្នើចូលរួមចំណែកសេចក្តីសម្រេចនេះត្រូវបានគាំទ្រដោយប្រទេសចំនួន13រួមទាំងចាក់ភពអង់គ្លេសបារាំងនិងសូម៉ាលីដោយគ្មានការបោះឆ្នោតប្រឆាំងនឹងសំណើនេះទេរុស្ស៊ីនិងចិនបានអនុប្រវត្តិអ្នកនាំពាក្យរបស់អគ្គលេខាធិការអង្គការសហប្រជាជាតិលោក Antonio Guterres បាននិយាយថាការអនុម័តវាគឺជាជំហានដ៏សំខាន់មួយក្នុងការពង្រឹងបទឈប់បាញ់ក្រុមហាម៉ាស់បានបដិសេធសេចក្តីសម្រេចនេះដោយនិយាយថាវាមិនបានបំពេញតាមសិទ្ធិនិងការទាមទាររបស់ប្រជាជនប៉ាឡេស្ទីនក្រុមប្រដាប់អាវុធប៉ាឡេស្ទីនបានសរសេរនៅលើ Telegram បន្ទាប់ពីសេចក្តីសម្រេចនេះត្រូវបានអនុម័តថាផែនការនេះដាក់យន្តការអាណាព្យាបាលអន្តរជាតិលើតំបន់ហ្គាហ្សាដែលប្រជាជនរបស់យើងនិងក្រុមរបស់ពួកគេបដិសេធសេចក្តីសម្រេចនោះបានបន្ថែមថាការចាត់តាំងកម្លាំងអន្តរជាតិឲ្យមានភារកិច្ចនិងតួនាទីនៅក្នុងតំបន់ហ្គាហ្សារួមទាំងការដកហូតអាវុធពីក្រុមប្រឆាំងធ្វើឲ្យវាបាត់បង់អព្យាក្រឹតភាពរបស់ខ្លួនហើយប្រែក្លាយវាទៅជាភាគីនៃចំនួនដើម្បីគាំទ្រការកាន់កាប់ក្រោមសេចក្តីសម្រេចនេះកងកម្លាំងស្ថិរភាពអន្តរជាតិនឹងធ្វើការជាមួយអ៊ីស្រាអែលនិងអេស៊ីបរួមជាមួយនឹងកម្លាំងប៉ូលីសប៉ាឡេស្ទីនដែលទើបបណ្ដុះបណ្ដាលនិងត្រួតពិនិត្យថ្មីដើម្បីជួយធានាសុវត្ថិភាពតំបន់ព្រំដែននិងធានាដំណើរការនៃការដកហូតអាវុធជាអចិន្ត្រៃយ៍ដល់ក្រុមប្រដាប់អាវុធមិនមែនរដ្ឋរួមទាំងក្រុមហាម៉ាស់ផងដែររហូតមកដល់ពេលនេះប៉ូលីសនៅទីនោះបានដំណើរការក្រោមអំណាចរបស់ហាម៉ាស់លោក Mike Waltz ឯកអគ្គរដ្ឋទូតសហរដ្ឋអាមេរិកប្រចាំអង្គការសហប្រជាជាតិបានប្រាប់ក្រុមប្រឹក្សាថាកងកម្លាំងស្ថិរភាពអន្តរជាតិនឹងមានភារកិច្ចធានាសុវត្ថិភាពតំបន់នោះគាំទ្រដល់ការដកទ័ពចេញពីតំបន់ហ្គាហ្សាការរុះរើហេដ្ឋារចនាសម្ព័ន្ធភេរវកម្មមកការដកអាវុធនិងធានាសុវត្ថិភាពរបស់ជនស៊ីវិលប៉ាឡេស្ទីនក្រុមប្រឹក្សាសន្តិសុខក៏បានអនុម័តការបង្កើតស្ថាប័នគ្រប់គ្រងអន្តរកាលមួយហៅថាក្រុមប្រឹក្សាសន្តិភាពដែលនឹងត្រួតពិនិត្យការគ្រប់គ្រងគណៈកម្មាធិការបច្ចេកវិទ្យានិងមិននយោបាយរបស់ប៉ាឡេស្ទីននិងត្រួតពិនិត្យការកសាងឡើងវិញនៃតំបន់ហ្គាហ្សានិងការចែកចាយជំនួយមនុស្សធម៌យោងតាមសេចក្តីសម្រេចនេះការផ្ដល់ហិរញ្ញប្បទានសម្រាប់ការកសាងឡើងវិញនៅតំបន់ហ្គាហ្សាបន្ទាប់ពីសង្គ្រាមរយៈពេល2ឆ្នាំនឹងបានមកពីមូលនិធិដែលគាំទ្រដោយធនាគារពិភពលោកក្រោមសេចក្តីសម្រេចនេះទាំងកងកម្លាំងស្ថិរភាពអន្តរជាតិនិងក្រុមប្រឹក្សាសន្តិភាពនឹងធ្វើការជាមួយគណៈកម្មាធិការប៉ាឡេស្ទីននិងកម្លាំងប៉ូលីសលោក Trump បានហៅការបោះឆ្នោតក្រុមប្រឹក្សាសន្តិសុខថាជាប្រវត្តិសាស្ត្រហើយបាននិយាយថាវាគឺជាមធ្យោបាយមួយនៃការទទួលស្គាល់និងគាំទ្រក្រុមប្រឹក្សាសន្តិភាពដោយសមាជិកភាពចុងក្រោយរបស់ខ្លួននឹងត្រូវប្រកាសក្នុងពេលឆាប់ៗនេះលោកត្រូវបានគេរំពឹងថានឹងធ្វើជាប្រធានក្រុមប្រឹក្សាភិបាលលោកបានសរសេរនៅលើវេទិកា Truth Social របស់លោកថានេះនឹងត្រូវបានចាត់ទុកថាជាការអនុម័តដ៏ធំបំផុតមួយនៅក្នុងប្រវត្តិសាស្ត្រអង្គការសហប្រជាជាតិនឹងនាំទៅរកសន្តិភាពបន្ថែមទៀតនៅទូទាំងពិភពលោកនិងជាប្រវត្តិសាស្ត្រពិតប្រាកដមិនដូចសេចក្តីព្រាងមុនទេសេចក្តីសម្រេចនេះយោងទៅលើមាគ៌ាដែលអាចទុកចិត្តបានចំពោះការសម្រេចចិត្តដោយខ្លួនឯងនិងភាពជារដ្ឋរបស់ប៉ាឡេស្ទីនវាគឺជាភាសាដែលសមាជិកក្រុមប្រឹក្សាជាច្រើនបានជំរុញអ៊ីស្រាអែលប្រឆាំងយ៉ាងខ្លាំងចំពោះការបង្កើតរដ្ឋប៉ាឡេស្ទីនជាឧបសគ្គដ៏សំខាន់មួយនៅក្នុងផ្លូវឆ្ពោះទៅរកភាពជារដ្ឋនាពេលអនាគតរដ្ឋអារ៉ាប់សំខាន់បានដាក់សម្ពាធលើអ្នករៀបចំសេចក្តីសម្រេចនេះឲ្យរួមបញ្ចូលការសម្រេចចិត្តដោយខ្លួនឯងរបស់ប៉ាឡេស្ទីននៅក្នុងអត្ថបទអ្នកនាំពាក្យរបស់អគ្គលេខាធិការអង្គការសហប្រជាជាតិបានសង្កត់ធ្ងន់ថាសេចក្តីសម្រេចនេះត្រូវអនុវត្តផ្ទាល់លើដីកន្លែងនោះទៅជាជំហានជាក់ស្ដែងជាបន្ទាន់ទើបអាចទៅរកដំណើរការនយោបាយសម្រាប់ការសម្រេចបាននៅដំណោះស្រាយរដ្ឋពីរសហរដ្ឋអាមេរិកអាញាធរប៉ាឡេស្ទីននិងប្រទេសអារ៉ាប់និងមូស្លីមភាគច្រើនមួយចំនួនរួមទាំងអេស៊ីបអារ៉ាប៊ីសាអូឌីតនិងទូគីបានអំពាវនាវឲ្យមានការអនុម័តសេចក្តីសម្រេចនេះយ៉ាងឆាប់រហ័សអាញាធរប៉ាឡេស្ទីនបាននិយាយនៅក្នុងសេចក្តីថ្លែងការណ៍មួយថាលក្ខខណ្ឌនៃសេចក្តីសម្រេចនេះត្រូវការអនុវត្តជាបន្ទាន់និងភ្លាមរុស្ស៊ីនិងចិនមិនបានប្រាសិទ្ធវេតូដែលពួកគេមានទេប៉ុន្តែបានអនុវាទដើម្បីអនុញ្ញាតឲ្យសេចក្តីសម្រេចនេះអនុម័តដែលភាគច្រើនដោយសារតែអាញាធរប៉ាឡេស្ទីននិងប្រទេសអារ៉ាប់និងមូស្លីមចំនួន8ផ្សេងទៀតបានគាំទ្រវាទាំងទីក្រុងមូស្គូនិងទីក្រុងប៉េកាំងបានរិះគន់សេចក្តីសម្រេចនេះពួកគេបាននិយាយថាមានភាពច្បាស់លាស់តិចតួចអំពីសមាសភាពការសំខាន់ថាវាមិនធានាការចូលរួមរបស់អង្គការសហប្រជាជាតិនិងថាខ្លួនបានបរាជ័យក្នុងការបញ្ជាក់ឡើងវិញយ៉ាងច្បាស់លាស់អំពីការបដិញ្ញាចិត្តយ៉ាងម៉ឺងម៉ាត់ចំពោះដំណោះស្រាយរដ្ឋពីដំណាក់កាលដំបូងនៃផែនការ
បទឈប់បាញ់រវាងអ៊ីស្រាអែលនិងហាម៉ាស់និងការប្រគល់ចំណាប់ខ្មាំងនិងអ្នកជាប់ឃុំបានចូលជាធំមាននៅថ្ងៃទី10 ខែតុលាលោកវ៉ាល់បាននិយាយថាជាជំហានដំបូងដ៏ផុយស្រួយនិងលើសពីផុយស្រួយទៅទៀតផែនការសន្តិភាពរបស់លោក Trump បានផ្អាកការប្រយុទ្ធគ្នារវាងអ៊ីស្រាអែលនិងហាម៉ាស់ដែលបានផ្ទុះឡើងយ៉ាងខ្លាំងចាប់តាំងពីខ្មាន់កាំភ្លើងដឹកនាំដោយហាម៉ាស់បានវាយប្រហារអ៊ីស្រាអែលនៅថ្ងៃទី7 ខែតុលាឆ្នាំ2023មនុស្សប្រហែល1200នាក់ត្រូវបានសម្លាប់និង251នាក់ត្រូវបានចាប់ជាចំណាប់ខ្មាំងនៅក្នុងការវាយប្រហារនោះយោងតាមក្រសួងសុខាភិបាលដែលគ្រប់គ្រងដោយហាម៉ាស់ប្រជាជនប៉ាឡេស្ទីនជាង59483នាក់ត្រូវបានសម្លាប់ដោយសកម្មភាពយោធារបស់អ៊ីស្រាអែលនៅក្នុងតំបន់ហ្គាហ្សាចាប់តាំងពីពេលនោះមកនេះបើតាមការចុះផ្សាយពីសារព័ត៌មាន BBC នៅថ្ងៃទី18 វិច្ឆិកា2025